គាត់បានឃើញលោកតាម្នាក់ស្លៀកខោពណ៌ខ្មៅអង្គុយនៅក្បែរស៊ុបពីរចានដែលស៊ុបនីមួយពីរចានហ្នឹងគឺមានជាមួយនឹងក្របភ្នែករបស់មនុស្សដូចជាគ្រឿងក្នុងហើយក្នុងហ្នឹងគឺសុទ្ធតែឈាមហ្មងគឺជារឿងប៉ັດរបស់អូនម្នាក់ដែលគាត់បានចែកម្លែកមកខ្ញុំគឺពាក់ព័ន្ធជាមួយនឹងវិញ្ញាណរបស់អ៊ំប្រុសម្នាក់មិនដឹងថាអ៊ំហ្នឹងគាត់គឺជាវិញ្ញាណបែបតៃហោឬក៏គាត់ជាព្រាយអីទេគឺគាត់បានលងអូនដែលគាត់បានចែកម្លែកមកខ្ញុំហ្នឹងគឺសាហាវខ្លាំងមែនតើលងនេះគឺមិនមែនឲ្យមើលឃើញសម្មាឬក៏ឲ្យលឺសំឡេងអីណាគឺបក់ដៃហៅមកញ៉ាំជាមួយនឹងឈាមសតែម្ដងតាមមុនចូលទៅដល់សាច់រឿងខ្ញុំសូមនិយាយថានេះគឺជារឿងប៉ັດរបស់អ្នកដែលគាត់ follower របស់ខ្ញុំគឺខ្ញុំអត់បណ្ឌិតយកមកនិយាយទេហើយអូនដែលគាត់បានចែកម្លែកមកហ្នឹងគឺគាត់បានប្រាប់ឈ្មោះគាត់ទេហើយខ្ញុំនឹងដាក់ឆាតរបស់គាត់នៅកន្លែងនេះឲ្យអ្នកទាំងគ្នាមើលប៉ុន្តែខ្ញុំសូមបិទ profile គាត់អញ្ចឹងណាអញ្ចឹងគាត់បានប្រាប់ខ្ញុំថាគាត់បានទៅលេងផ្ទះរបស់លោកយាយរបស់គាត់ហើយផ្ទះលោកយាយរបស់គាត់ហ្នឹងគឺនៅអត់ឆ្ងាយពីគាត់ទេក៏ប៉ុន្តែផ្ទះរបស់លោកយាយរបស់គាត់ហ្នឹងគឺមានជាមួយនឹងផ្ទះមួយដែលនៅចិត្តហ្នឹងគឺគេទុកចោលយូរមែនតើគឺអត់មានមនុស្សនៅទេអញ្ចឹងខ្ញុំសូមបញ្ជាក់ថានៅពេលដែលគាត់ទៅលេងផ្ទះលោកយាយរបស់គាត់ហ្នឹងគឺគាត់ទៅជាមួយនឹងចែគាត់អញ្ចឹងម៉ោងប្រហែលជា12អ្នកតគ្នាខ្ញុំអត់ដឹងថាអូនហ្នឹងគឺគាត់ដើរទៅណាទេគ្រាន់តែដឹងថាគាត់ដើរឆ្លងកាត់ផ្ទះហ្នឹងណាហើយផ្ទះហ្នឹងគឺធ្វើអំពីស្លឹកអ្នកតគ្នាគឺផ្ទះហ្នឹងគឺគេទុកចោលយូរមែនតើអញ្ចឹងនៅពេលដែលអូនហ្នឹងគឺគាត់បានដើរកាត់ផ្ទះហ្នឹងស្រាប់តែគាត់ឮសំឡេងរបស់លោកអ៊ំប្រុសម្នាក់ដែលសំឡេងហ្នឹងគឺជាមនុស្សចាស់គឺបានហៅឲ្យគាត់ហ្នឹងចូលទៅក្នុងផ្ទះហ្នឹងអញ្ចឹងនៅពេលដែលអូនហ្នឹងគាត់បានងាកទៅស្រាប់តែគាត់បានឃើញអ៊ំម្នាក់ស្លៀកពាក់អ្នកទាំងគ្នាគឺខោខ្លីពណ៌ខ្មៅហើយអង្គុយហើយនៅក្នុងកន្លែងដែលគាត់អង្គុយហ្នឹងគឺមានជាមួយនឹងចានគោមចានកាទៀវយើងហ្នឹងគឺក្នុងហ្នឹងគឺសិតតែឈាមអ្នកទាំងគ្នាងាកទៅហើយអ្វីដែលសំខាន់ហ្នឹងមើលពីចង្អាយទៅដូចមានឃើញជាមួយនឹងគ្រាប់ភ្នែកនឹងគ្រឿងក្នុងដែរអញ្ចឹងខ្ញុំសុំ detail ជាមួយនឹងរូបរាងរបស់លោកតាហ្នឹងបន្តិចគាត់គឺមានរូបរាងស្គមស្គាំងគាត់ពាក់ខោខ្លីពណ៌ខ្មៅអង្គុយក្បែរចានសិតតែឈាមហ្នឹងហើយមុខគាត់អាឡេះអាលួយហើយភ្នែកគាត់លៀនដោយពងមាន់អញ្ចឹងអ្នកតាគ្នាសម័យបានទេថានេះមិនមែនជាមនុស្សឬក៏រឿងឧក្រិដ្ឋកម្មអីទេគឺជាវិញ្ញាណខ្មោចតែម្ដងដោយសារតែអត់ដែលមានមនុស្សណាភ្នែកលៀនដោយពងមាន់ហើយមុខអាលួយហើយនឹងអង្គុយធ្វើធម្មតាបានទេអញ្ចឹងអ្នកតាគ្នាអាចដឹងហើយថារឿងនេះគឺជារឿងខ្មោចអញ្ចឹងណាអញ្ចឹងនៅពេលដែលអូននឹងគាត់បានយករឿងនឹងទៅប្រាប់ចាយគាត់នឹងលោកយាយរបស់គាត់ហើយចាយរបស់គាត់នឹងគឺអត់ជឿគាត់ទេក៏ប៉ុន្តែលោកយាយគាត់ជឿប៉ុន្តែការជឿនឹងគឺមិនជឿខ្លាំងទេជឿត្រឹមតែ50ទៅ60%ទេខ្ញុំសូមកាត់ចូលមកដល់ពេលយប់អញ្ចឹងមកដល់ពេលយប់ខ្ទង់ម៉ោង8អ្នកទាំងគ្នាអូនដែលគាត់បានចែកម្លែកមកខ្ញុំនឹងគឺគាត់ចង់ទៅផ្ទះវិញអញ្ចឹងគាត់សុំឲ្យចាយដែលនៅក្នុងផ្ទះមួយលោកយាយរបស់គាត់ដែលបានមកលេងលោកយាយទាំងអស់គ្នាហ្នឹងណាជូនគាត់ទៅផ្ទះប៉ុន្តែចាយរបស់គាត់ហ្នឹងគឺរវល់ធ្វើម្ហូបឲ្យលោកយាយអញ្ចឹងក៏បានដេញឲ្យគាត់មកផ្ទះមុនអញ្ចឹងគាត់អ្នកគ្នាអត់ចង់ដើរមកផ្ទះមុនដោយសារតែដើរទៅផ្ទះហ្នឹងគឺដឹងតែដើរកាត់ផ្ទះកាលពីថ្ងៃមិញទៀតហើយប៉ុន្តែដោយសារតែគាត់ត្រូវទៅផ្ទះមានការដើម្បីរៀនឬក៏អីអញ្ចឹងថ្ងៃស្អែកអញ្ចឹងណាអញ្ចឹងគាត់ក៏សម្រេចចិត្តដើរកាត់ផ្ទះស្លឹកនឹងម្ដងទៀតគឺស្រស់មែនតែនដើរកាត់ផ្ទះស្លឹកនឹងអ្នកទាំងគ្នាអើយគឺសារនឹងគឺគាត់បានឃើញលោកតានឹងម្ដងទៀតក៏ប៉ុន្តែសភាពលោកតានឹងគឺគួរឲ្យខ្លាចជាងថ្ងៃមិញទៀតថ្ងៃមិញឃើញមានមុខមានអីត្រូវហ៎ឥឡូវហ្នឹងម៉ោង8យប់ហ្នឹងឃើញឡងហ្នឹងអ្នកទាំងគ្នាគឺអត់មានមុខទេគឺដាច់ក្បាលយកហ្មងហើយអត់មានជើងទេអូទាំងអស់គ្នាព្រឺសវល់ខ្លាំងមែនតើអញ្ចឹងអូនហ្នឹងគាត់បានប្រាប់ខ្ញុំទៀតថាលោកតាហ្នឹងគឺអត់មានក្បាលនិងអត់មានជើងទេប៉ុន្តែបានស្រែកហៅគាត់អ្នកទាំងគ្នាគួរឲ្យខ្លាចហ៎ហើយមើលទៅចម្លែកហ៎តើមានមនុស្សឯណាដែលអត់មានក្បាលអត់មានជើងហើយរបៀបឈរដូចហោះអញ្ចឹងហើយមិននិយាយមកយើងកើតណាអ្នកគ្នាគឺវាគួរឲ្យខ្លាចខ្លាំងមែនតើចង់ខ្ញុំសូមបញ្ជាក់ថែមទៀតថាប្លង់ខ្មៅដែលបានលងគាត់ហ្នឹងគឺបានកាន់ជាមួយនឹងចានកាទៀវកាលពីថ្ងៃមិញហ្នឹងប៉ុន្តែថ្ងៃមិញអត់កាន់ទេនៅក្បែរជើងសារហ្នឹងអត់មានកអត់មានជើងហើយកាន់ជាមួយនឹងចានកាទៀវហ្នឹងហើយធ្លាក់ចានហ្នឹងពីដៃប្រាវតែម្ដងអញ្ចឹងអូនដែលគាត់បានចែកម្លែកមកខ្ញុំហ្នឹងគឺបានរត់ទៅផ្ទះដើម្បីប្រាប់ម្ដាយគាត់មកដោយសារផ្ទះគាត់នៅជាលោកយាយអញ្ចឹងគឺគាត់រត់តាន់តិចគឺដល់ហើយពេលដែលគាត់ទៅប្រាប់ម៉ាក់គាត់ស្អែកឡើងម៉ាក់គាត់យកគាត់ទៅវត្តលឿនមែនតើអ្វីដែលសំខាន់ហ្នឹងគឺយកទៅស្រោចទឹកដើម្បីណាមួយកូនគាត់ភ័យណាតាគ្នាអូនគាត់បានចែកម្លែកមកខ្ញុំហ្នឹងគាត់ថាគាត់ភ័យស្លន់ខ្លាំងមែនតើហើយនៅពេលដែលទៅវត្តអញ្ចឹងដែលកូនបានធ្វើការស្រោចទឹកពាក់ខ្សែសីមាអីចឹងទៅហើយមិនយូរប៉ុន្មានផ្ទះដែលបានលងគាត់ហ្នឹងដែលមានប្រឡងលោកតាដែលលងសាហាវហ្នឹងគឺគេបានរុះរើផ្ទះហ្នឹងចោលហ្មង